ខ្ញុំប្រកាសអាត្មាភាពរៀបចំបង្កើតនៅមេរៀនខ្លីៗតាមប្រព័ន្ធអ៊ីនធឺណិតដោយយល់ឃើញថាពុទ្ធបរិស័ទខ្មែរយើងភាគច្រើនលំបាកក្នុងការអានភាសាបាលីហើយភាសាបាលីនេះទៀតសោតមិនមានអក្សរឬក៏ព្យញ្ជនៈដោយផ្ទាល់សម្រាប់ភាសាបាលីតែម្ដងទេគឺត្រូវបានយកមកប្រើតាមសកភាសាពាក្យថាសកភាសាគឺប្រើទៅតាមតំបន់ទៅតាមប្រទេសដែលមានអក្សររៀងៗខ្លួនដូចជាខ្មែរយើងហៅថាបាលីខ្មែរថៃបាលីថៃភូមាឬក៏ស្រីលង្កាហៅថាបាលីសីហលៈហើយបើនៅក្នុងសកលលោកគេប្រើបាលីឡាតាំងគឺទៅតាមតំបន់ហើយនឹងអក្សររបស់ខ្លួនដែលអានចេញជាសំនៀងភាសាបាលីហើយសម្រាប់ថ្ងៃនេះមេរៀនទី1គឺសិក្សារបៀបអានព្យញ្ជនៈខ្ញុំកណាអាត្មាភាពជឿជាក់ថាมันមានការលំបាកទេពីព្រោះអក្សរដែលយកមកប្រើជាភាសាបាលីនេះគឺជាអក្សរខ្មែរយើងគ្រាន់តែញាតិញោមផ្ទៀងផ្ទាត់នៅរបៀបអានដូចតទៅនេះកអានថាកខអានថាខគោអានថាកៈខអានថាខៈងអានថាងៈចអានថាចៈឆអានថាឆៈជអានថាជៈឈអានថាឆៈញអានថាញៈដអានថាដៈថអានថាថៈដូអានថាដៈធោអានថាថៈណអានថាណៈតអានថាតៈថអានថាថៈតោអានថាតៈធោអានថាថៈណូអានថាណៈបអានថាបៈផអានថាផៈពោអានថាពៈភោអានថាភៈមោអានថាមៈនឹងព្យញ្ជនៈ8តួចុងក្រោយគឺយោអានថាយៈរោអានថារៈលោអានថាលៈវោអានថាវៈសអានថាសៈហអានថាហៈឡអានថាលៈហើយនឹងព្យញ្ជនៈចុងក្រោយគឺបើខ្មែរយើងហៅថាស្រអំប៉ុន្តែនៅក្នុងភាសាបាលីយកមកធ្វើព្យញ្ជនៈមួយហៅថាអង្គអានថាអង្គព្យញ្ជនៈ8តួនេះហៅថាសេសវគ្គឬអវគ្គក៏បានព្រោះមិននៅក្នុងវគ្គជាមួយនឹង5វគ្គខាងដើមអញ្ចឹងសរុបមកវិញកខគខងយើងអានថាកខគខងៈចឆជឈញអានថាចឆជឆញៈដថដូធនអានថាដថដេធណៈតថតោធនោអានថាតថតេធណៈបផពោភមោអានថាបផៈពភមៈយោរលោវសហលអំអានថាយរៈលវៈសហលអង្គចឹងអានជាបាលីសុទ្ធកខគខងៈចឆជឆញៈដថដេធណៈតថតេធណៈបផៈពភមៈយរៈលវៈសហលអង្គចឹងសម្រាប់ថ្ងៃនេះគឺយើងរៀនអានតែព្យញ្ជនៈប៉ុណ្ណឹងសិនចុះមានពេលវេលាសម្រាប់មេរៀនទី2នឹងសិក្សាអំពីស្រៈម្ដង